អូខេសួស្តីមិត្តភក្តិទាំងអស់គ្នានឹងថ្ងៃវិលជួបជាមួយនឹងខ្ញុំបាទទៀតហើយជាមួយនឹងចំណេះដឹងថ្មីវីដេអូថ្មីអូខេថ្ងៃនេះផងដែរខ្ញុំសូមបង្ហាញដល់អ្នកគ្នាពីរបៀបបង្កើត Facebook នៅលើទូរស័ព្ទដៃដោយប្រើលេខទូរស័ព្ទនឹងងាយៗអូខេបើសិនជាអ្នកទាំងអស់គ្នាចង់បង្កើត Facebook អ្នកទាំងអស់គ្នាអាចមើលវីដេអូនឹងបានងាយស្រួលអូខេសម្រាប់អ្នកដែលមិនទាន់បាន Subscribe ជួយ Subscribe នៅមួយផងហើយចុចសញ្ញារូបកណ្ដឹងអូខេនឹងទទួលបានវីដេអូថ្មីពី Channel YouTube របស់យើងខ្ញុំអូខេអញ្ចឹងយើងកុំខាតពេលយូរតោះយើងទៅបង្កើតទាំងអស់គ្នាមុនដំបូងយើងចូលមកក្នុង Facebook របស់យើងមកបើសិនជាអ្នកអត់ទាន់មាន Facebook ទេអ្នកទាំងអស់គ្នាអាចទៅ download នៅ Play Store បានអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បង្កើតអ្នកទាំងអស់គ្នាគ្រាន់តែចូលមកក្នុងFacebook របស់យើងមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចមកកន្លែងត្រី3ខាងនេះអូខេចុចមកកន្លែងត្រី3អ្នកទាំងអស់គ្នាអូសមកក្រោមហើយអ្នកទាំងអស់គ្នាចុចកន្លែងកន្លែងចាក់ចេញនេះមកខាងក្រោមគេអូខេអូខេបន្ទាប់មកទៀតអ្នកទាំងអស់គ្នាកលេចមើលខាងក្រោមអ្នកទាំងអស់គ្នាកលេចមើលខាងក្រោមកន្លែងបង្កើតគណនី Facebook ថ្មីអាហ្នឹងមានន័យថាយើងចង់បង្កើត Facebook ថ្មីអូខេអញ្ចឹងយើងចុចដាក់បង្កើតហ្នឹងមកអូខេបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចកន្លែងបន្ទាប់អូខេបន្ទាប់ពីអ្នកទាំងអស់គ្នាចុចកន្លែងបន្ទាប់ហើយគេសួរយើងថាតើយើងចង់បង្កើតដោយប្រើ Gmail ឬមកក៏ដាក់លេខអញ្ចឹងយើងអត់ដាក់ទេអញ្ចឹងយើងចេញមកអញ្ចឹងយើងចុចកន្លែងដាក់នាមខ្លួនតើអ្នកគ្នាមានឈ្មោះមិនអ្នកទាំងអស់គ្នាដាក់តាមដែលអ្នកទាំងអស់គ្នាចង់ដាក់មកអូខេអញ្ចឹងហ្នឹងខ្ញុំគ្រាន់តែធ្វើការបង្ហាញអ្នកទាំងអស់គ្នាអូខេតទៅទៀតចុចកន្លែងបន្ទាប់កន្លែងខែឆ្នាំកំណើតអ្នកទាំងអស់គ្នាអាចដាក់ប្រមាណក៏ដាក់មកអូខេអញ្ចឹងខ្ញុំសុំដាក់ប៉ុណ្្នឹងចុះចុចបន្ទាប់ភេទប្រុសភេទស្រីដាក់ស្រីភេទប្រុសដាក់ប្រុសអូខេចុចបន្ទាប់ទៀតហើយបន្តមកទៀតវាទាមទារឲ្យយើងបញ្ចូលលេខទូរស័ព្ទអញ្ចឹងខ្ញុំសុំចូលទៅយកលេខទូរស័ព្ទមួយសិនបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់លេខទូរស័ព្ទហើយអ្នកទាំងអស់គ្នាចុចកន្លែងបន្ទាប់បន្តមកទៀតគេឲ្យយើងវាយពាក្យសម្ងាត់ហ្នឹងហើយចំនួន6ខ្ទង់8ខ្ទង់ចាប់ពី6ខ្ទង់ឡើងទៅហ្នឹងហើយអូខេអញ្ចឹងខ្ញុំសុំបញ្ចូលវាយពាក្យសម្ងាត់បន្តិចអញ្ចឹងដល់ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាហ្នឹងហើយវាយពាក្យសម្ងាត់ដែលគេផ្ញើមកលេខទូរស័ព្ទអ្នកទាំងអស់គ្នាទៅតមកទៀតអ្នកទាំងអស់គ្នាចង់ដាក់រូបថតដាក់អីក៏បានដែរនេះអញ្ចឹងបើសិនអ្នកទាំងអស់គ្នាមានរូបថតអ្នកទាំងអស់គ្នាដាក់ឲ្យមកបាត់មានទេអ្នកទាំងអស់គ្នាអាចចុចរំលងបានអូខេអញ្ចឹងខ្ញុំសុំរំលងទៅរំលងទៀតអូខេចុចកន្លែងបន្ថែមអូខេអញ្ចឹងយល់ព្រមអញ្ចឹងទៅអូខេយើងបាន Facebook មួយហើយហ្នឹងហើយនេះនេះអូខេត្រង់នេះគេឲ្យយើងដាក់រូបដាក់អីអញ្ចឹងណាអញ្ចឹងយើងអត់ទាន់ដាក់អីអញ្ចឹងនេះគឺជា Facebook របស់យើងហើយអូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអ្នកទាំងអស់គ្នាអាច comment សួរនៅខាងក្រោមវីដេអូរបស់ខ្ញុំបានអូខេអរគុណច្រើនសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយវីដេអូនេះដែរបើសិនជាអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចេះហើយគឺមិនបាច់មើលវីដេអូហ្នឹងក៏បានបើអ្នកមិនទាន់ចេះទេគឺអាចមើលវីដេអូហ្នឹងគឺអូខេអ្នកទាំងអស់គ្នានឹងអាចបង្កើត
បានដោយខ្លួនឯងអូខេអញ្ចឹងវាមានភាពងាយស្រួលសម្រាប់យើងចង់បង្កើត Facebook ដោយប្រើលេខទូរស័ព្ទហ្នឹងហើយវាអត់មានអីពិបាកទេគ្រាន់តែថាយើងត្រូវចុចចូលទៅតាមរំដាប់រំដោយដែលគេចង់បានអីអញ្ចឹងណាអរគុណច្រើនបាយបាយអ្នកនរគ្នា